សាធុថ្ងៃនេះទៅជាថ្ងៃអាទិត្យ8កើតខែចេឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី24ខែឧសភាឆ្នាំ2026ក៏ជាថ្ងៃអានបត្រៃវិដកទី5អញ្ចឹងក៏ថ្ងៃទី5នេះក៏បាននិមន្តព្រះសង្ឃជាច្រើនអង្គចំនួន143អង្គមុនមកជុំជុំនៅវត្តស្រះឃ្លាំងមុនទ្រង់បណ្ឌបាតជាកិច្ចឆ្លងនៃការអានបត្រៃវិដកលើកទី1នៃស្រុកសាមគ្គីនីជ័យខេត្តកំពង់ស្ពឺមានពុទ្ធបរិស័ទចូលរួមជាច្រើនអ្នកមានទឹកមុខស្រស់ថ្លាញញឹមសប្បាយចិត្តក្នុងការបំពេញនៅបុណ្យកុសលហើយក៏ចំជាថ្ងៃអាទិត្យដែលបងប្អូនកម្មករកម្មការនីគាត់សម្រាប់ពីការងារបានឱកាសក្នុងការបំពេញបុណ្យកុសលដូច្នេះជាថ្ងៃដ៏អស្ចារ្យជាសក្ការៈមួយឬក៏ជាសក្ការៈថ្មីដែលស្រុកសាមគ្គីមនីជ័យយើងមានការជួបជុំគ្នាអានបត្រៃ3ដកជាទ្រង់ទ្រីធំអានពីមុនដូចថាមិនសូវទ្រង់ទ្រីធំដូចនេះទេប៉ុន្តែលើកនេះគឺជាទ្រង់ទ្រីធំជាការអានបត្រៃ3ដកនេះគឺអស់រយៈពេល5ថ្ងៃទៅហើយនៅសល់មួយថ្ងៃទៀតចុះសម្ពុតបរិស័ទយើងទាំងអស់ត្រេកអរនឹងអនុមោទនានៅបុណ្យកុសលពីពុទ្ធបរិស័ទដែលបានបំពេញរួមគ្នានៅក្នុងថ្ងៃនេះវីដេអូនេះបងប្អូនឃើញនៅណាសូមជូនបុណ្យកុសលបងប្អូនដល់ទីនោះសូមឲ្យបងប្អូនទាំងអស់ជួបតែក្តីសុខក្តីចម្រើនរកស៊ីទទួលទានមានបានជាពិសេសសូមទេវតាឆ្នាំចាស់ទេវតាឆ្នាំថ្មីជួយថែរក្សាក្រុមគ្រួសារបងប្អូនប្រុសស្រីសូមឲ្យពុទ្ធសាសនារុងរឿងចម្រើនសូមឲ្យពុទ្ធសាសនាផ្សាយទូទៅពេញសកលលោកសូមឲ្យលោកទាំងមូលបានសុខសន្តិភាពព្រះសក្យមុនីសម្ពុទ្ធទ្រង់ត្រាស់ថាណដ្ឋិសន្តិបរាំងសុខੰពុំមានសេចក្តីសុខដតីក្រៅអំពីសេចក្តីស្ងប់ឡើយសូមអនុមោទនាទុក្ខបត្តាចនិតទុក្ខាភយបត្តាចនិតភយាសោកបត្តាចនិសោកាហោទុសាពេបេបានិណោសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅ